បាទហើយចំណុចចុងក្រោយនេះគឺសម្រាប់វិរៈយុទ្ធជនវិរៈនគរបាលជាតិរបស់យើងដែលបំពេញភារកិច្ចទៅខាងមុខព្រោះពេលដែលក្រុមការងារឧត្តមគង់វិបុលចុះទៅក៏មានកងទ័ពមួយចំនួនសួរថាឥឡូវបើខ្ញុំលក់ដីស្អីវាជាប់ពន្ធជាប់អីយ៉ាងម៉េចបាទហើយអញ្ចឹងជាគោលការណ៍ជាសំណូមពររបស់ក្រុមការងារខ្ញុំឯកភាពឲ្យគ្រប់គ្រងខ្ញុំសូមអនុញ្ញាតគោលការណ៍គឺថាគឺក្រុមការងារស្នើសុំការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានប្រាក់ត្រូវបង់ពន្ធមិនលើស20លានរៀលដែលម្ចាស់កម្មសិទ្ធិជាយោធិនដែលចូលរួមក្នុងសមរភូមិជួរមុខដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចអង្គភាពសម្បីថាពិតជាបានចូលរួមប្រើបម្រើការងារប្រយុទ្ធនៅសមរភូមិចាំបានជជែកជាមួយអាដាមអគ្គមន្ត្រីសភាចាហើយអាដាមគង់វិបុលថាឥឡូវសម្រាប់វិរៈកងទ័ពរបស់យើងវិរៈនគរបាលជាតិរបស់យើងកងទ័ពនឹងមានកងទ័ពទាំង3ប្រភេទអាវុធហត្ថអីក្នុងទៅដែលបំពេញភារកិច្ចមុខពិតប្រាកដយើងមិនបាច់គិត20លានគឺយើងឲ្យតែម្ដងតែអត់មានកែត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់អត់មានកទេធំបន្លំដីទេយើងអនុគ្រោះជូនតែវិរៈកងទ័ពវិរៈនគរបាលដែលបានប្រយុទ្ធនឹងឈរជើងនៅត្រៀមប្រយុទ្ធការពារទឹកដីយើងទេបាទនៅការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យបាទអញ្ចឹងគឺសូមបញ្ជាក់ឲ្យច្បាស់អត់មានចោះឈ្មោះខ្ញុំប្រចាំការនៅនេះដែរតែនៅក្រោយអត់ទេគឺអ្នកប្រយុទ្ធផ្ទាល់ដែលឈរនៅខាងមុខបាទអានឹងគឺការលើកទឹកចិត្តនិងការគិតគូរដល់វិរៈកងទ័ពរបស់យើងកែបុនបានឲ្យអាដាមអិសរ៉ាត់ស្រង់ឈ្មោះយោធិនរបស់យើងជាពិសេសអ្នកដែលទៅចូលថ្មីបងប្អូនក្មួយដែលចូលការពារទឹកដីថ្មីឲ្យរៀបចំតឡើងសហព្រោះច្បាប់ដូចមួយឆ្នាំជាងខ្ញុំថាឥឡូវគាត់វាយ2ដងហើយតឡើងឲ្យតែម្ដងទៅសម្រាប់យោធិនដែលទៅចូលថ្មីនេះហើយមេដៃយើងធ្វើមេដៃមួយមេដៃពិសេសសមរភូមិតែមេដៃការពារជាតិយើងមានស្រាប់គឺរៀបចំជូនទាំងអស់សម្រាប់នៅគ្រប់ទិសទាំងអស់អ្នកដែលបានបំពេញភារកិច្ចនិងកំពុងឈរជើងការពារនៅព្រំដែនខាងមុខជាពិសេសអ្នកបានប្រឡូកបានន័យថាដោយចំពោះគឺអ្នកប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិ5ថ្ងៃនៅ21ថ្ងៃកន្លងទៅនេះគឺឲ្យករណីពិសេសតែម្ដងបាទព្រោះតាមធម្មតាតមួយឆ្នាំជាងតែឥឡូវបើគាត់វាយហើយគាត់ប្រយុទ្ធយកជីវិតគាត់ដាក់ហើយអ្វីដែលយើងអាចជូនគាត់បានហើយខ្ញុំក៏អរគុណណាស់ជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេសដែលបានសហការគ្នាជាស្មារតីជាតិតែមួយគាំទ្រទៅដល់វិរៈកងទ័ពវិរៈនគរបាលជាតិរបស់យើងក្នុងបុព្វហេតុជាតិតាំងពីពេលយើងផ្ទុះសង្គ្រាមលើកទី1ហើយពង្រឹងវិស័យការពារជាតិដូចខ្ញុំនិយាយចឹងហើយយើងធ្វើថ្ងៃនេះក៏ពង្រឹងការពារជាតិដែរការពារជាតិបានន័យថាជាតិយើងខ្លាំងរឹងមាំការពារជាតិបានតល់តែយើងខ្លាំងសេដ្ឋកិច្ចខ្លាំងជីវភាពរស់នៅរបស់ប្រជាជនបានរឹងមាំអញ្ចឹងការដោះស្រាយការចែកបានការវាស់វែងនេះគឺជាការបង្កលក្ខណៈតែម្ដងដើម្បីឲ្យយើងជំរុញសេដ្ឋកិច្ចជាតិរបស់យើង